នាយកប្រធានសមាធរបានជួបសម្ភាសដោយផ្ទាល់ជាមួយមហាជនទូទៅដែលចាប់អារម្មណ៍តាក់ទងទៅនឹងប្រធានបទវែងគឺជំងឺផ្ដាសាយជ្រូក AH1N1 ដូចនេះសូមអញ្ជើញទូរទស្សនិកជនតាមដានទស្សនាចំណាប់អារម្មណ៍មហាជននិងកិច្ចសន្ទនារបស់លោកស្រីនន្ទួជាមួយនឹងភ្ញៀវក្រយុទ្ធរបស់យើងនៅឯស្ទូឌីយោដូច្នេះសូមអញ្ជើញតាមដានទស្សនាជាមួយនឹងកម្មវិធីដូចតទៅក្នុងស្រុកយើងមានជំងឺផ្ដាសាយ3យ៉ាងដែលយើងបានដឹងមានផ្ដាសាយធម្មតាផ្ដាសាយបាក់សីហើយថ្មីនេះមានឈ្មោះថាផ្ដាសាយ H1N1 ឬក៏ផ្ដាសាយជ្រូកហ្នឹងតែក្នុងចំណោមផ្ដាសាយទាំង3ហ្នឹងអ៊ំគិតថាមួយណាអ៊ំខ្លាចជាងគេខ្លាចទាំងអស់ហ្នឹងបាក់សីហ្នឹងហើយដែលខ្លាចជាងគេហ្នឹងមិនហ្នឹងហើយជាងផ្ដាសាយជ្រូកទៀតហ្នឹងហើយបាក់សីជ្រូកមានអីវាគួរអស្ចារ្យខ្លាចផ្ដាសាយបាក់សីនៅស្រុកយើងមានហើយនៅបងផ្ដាសាយជ្រូកហ្នឹងនៅអត់តលឺសូផងបងរោគសញ្ញារវាងផ្ដាសាយបាក់សីហើយនឹងផ្ដាសាយជ្រូកបងគិតថាមានលក្ខណៈខុសគ្នាឬក៏ដូចគ្នាប្រហែលជាខុសគ្នាឯងមែនតើគេថាខុសគ្នាខ្ញុំអត់ទាន់ឃើញណាឧទាហរណ៍បើសិនជាបងក្តៅខ្លួនខ្លាំងតើបងទៅណាវិញដែរបាទទៅខាងពេទ្យឯកឃុំបាទចូលពេទ្យឯកឃុំឲ្យគេពិនិត្យឲ្យយកទៅពេទ្យមានទៅពេទ្យហ្នឹងមួយហើយក្រោយបងទិញម៉ាស់ដើម្បីពាក់ទេមួយពិបាកខ្ញុំរស់ស៊ីផ្លូវសេចំការក្នុងបឹងក្នុងអីវាពិបាកពាក់ទិញដើម្បីការពារជំងឺផ្ដាសាយទាំង3ហ្នឹងអត់ចេះអត់ត្រូវប្រើផងហ្នឹងទិញបើពេលណាដែលខ្ញុំធ្វើអ្វីមួយដូចជាចាប់ជ្រូកចាប់មាន់ខ្ញុំនឹងពាក់ម៉ាស់បើយើងធ្វើដំណើរទៅណាមកណាតាមផ្លូវអាចទិញពាក់បានយើងនៅក្នុងផ្ទះអត់នៅក្នុងថ្ងៃនេះកម្មវិធីសមត្ថភាពប្រចាំសប្តាហ៍បានអញ្ជើញលោកវិជ្ជបណ្ឌិតលីសូវ៉ាន់ជាអនុប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលមកបកស្រាយជូនលោកអ្នកនាងឲ្យបានជ្រាបអំពីជំងឺគ្រុនផ្ដាសាយបាក់សីនិងគ្រុនផ្ដាសាយ AH1N1 ជំរាបសួរលោកវិជ្ជបណ្ឌិតចាអំបញ្ញមិញលោកវិជ្ជបណ្ឌិតបានជ្រាបឲ្យពីការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋយើងទាក់ទងទៅនឹងជំងឺផ្ដាសាយទាំងប៉ុន្មានប្រភេទនេះតើលោកវិជ្ជបណ្ឌិតមានការចាប់អារម្មណ៍យ៉ាងណាដែរបច្ចុប្បន្ននេះជំងឺនេះគឺជាអង្គការសុខភាពពិភពលោកបានចាត់ថាជំងឺនេះបានវិវត្តទៅលើរហូតដល់ដំណាក់កាលទី6ដែលជាដំណាក់កាលខ្ពស់បំផុតនៃការឆ្លងការដែលកំណត់នៃដំណាក់កាលរហូតដល់ខ្ពស់បំផុតទី6នោះមិនមែនមានន័យថាសម្គាល់តែទៅលើធ្ងន់ធ្ងរនោះទេគឺគេចង់បង្ហាញពីការរីករាលដាលបាទគឺថាច្រើនប្រទេសបាទមានទំហំច្រើនបាទដូច្នេះមានថាបច្ចុប្បន្ននេះគឺថាមានប្រទេសប្រមាណជាង100ហើយបាទក្នុងនោះមានប្រទេសកម្ពុជាដែរបានឆ្លងជំងឺផ្ដាសាយថ្មីនេះផ្ដាសាយ AH1N1 នេះហើយដែលអង្គការសុខភាពពិភពលោកបានកំណត់ភាពធ្ងន់ធ្ងររបស់ជំងឺត្រឹមតែស្រាលទេបាទជំងឺស្រាលនេះមានន័យថាភាគច្រើនអ្នកដែលបង្កកើតជំងឺនេះគឺថាជាដោយឯងហើយមានតែចំនួនភាគតិចប៉ុណ្ណោះវិវត្តទៅធ្ងន់ធ្ងរហើយតម្រូវឲ្យមានការព្យាបាលនីពេទ្យហើយនឹងបណ្ដាលឲ្យស្លាប់បាទសម្រាប់អរគុណនៅក្នុងឱកាសនេះដែរនាងខ្ញុំសូមជម្រាបថាលោកវិជ្ជបណ្ឌិតលីសូវ៉ាន់លោកមានសញ្ញាបត្រវិជ្ជបណ្ឌិតហើយនិងសញ្ញាបត្រអនុបណ្ឌិតផ្នែកជំងឺឆ្លងនៅតំបន់ត្រូពិចលោកបានបន្ទាប់ពីចាប់ការសិក្សាលោកវិជ្ជបណ្ឌិតបានធ្វើការជាមន្ត្រីបម្រើការងារផ្នែកសុខភាពសាធារណៈហើយបច្ចុប្បន្ននេះលោកមានជំនាញផ្នែកតាមដាននិងរុករកជំងឺឆ្លងនិងឆ្លើយតបទៅនឹងជំងឺរាតត្បាតឆៃតទៅនេះសូមអញ្ជើញលោកអ្នកនិងលោកវិជ្ជបណ្ឌិតតាមដានទស្សនាបទយការបស់យើងជាមុនសិនបន្ទាប់មកយើងនឹងពិភាក្សាគ្នាទៅលើប្រធានបទរបស់យើងសូមអញ្ជើញប្រទេសកម្ពុជាបានជួបប្រទះនៅការផ្ទុះមួយនៃជំងឺគ្រុនផ្ដាសាយបាក់សីប្រភេទ H5N1 នៅលើសត្វកាលពីឆ្នាំ2004មកម្លេះការផ្ទុះឡើងនៃជំងឺនេះបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មបសុបក្សីនិងសុខភាពសាធារណៈនៅលើពិភពលោកដោយឡែកសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍនិងប្រជាជនភាគច្រើនបានពឹងផ្អែកលើរបរចិញ្ចឹមសត្វនៅតាមផ្ទះការផ្ទុះនៅវីរុសនេះបានធ្វើឲ្យកម្ពុជាជួបនឹងការព្រួយបារម្ភតាមរបាយការណ៍ពីមន្ត្រីជំនាញក្រសួងកសិកម្មបានឲ្យដឹងថាកម្ពុជាបានសម្លាប់សត្វមាន់ទានិងបក្សីជាង 40,000 ក្បាលនៅពេលដែលមេរោគនេះរាតត្បាតទោះយ៉ាងណាចំនួននេះនៅតិចនៅឡើយបើប្រៀបធៀបនឹងប្រទេសជិតខាងបាទការដែលពីជំងឺផ្ដាសាយបាក់សីនេះវាកើតយើងឃើញថាតាំងពីចុងឆ្នាំ2003ហើយវាបន្តកើតរហូតមកដល់យើងឃើញថានៅមានករណីខ្លះនៅ2008នេះទៀតយើងឃើញថានៅពេលនោះ
វិធានការដែលក្រសួងកសិកម្មប្រកាន់យកគឺថាយើងមានវិធានការទី1យើងត្រូវបញ្ជូនមន្ត្រីរបស់យើងទៅធ្វើការស្រាវជ្រាវតាមខ្លងមើលគ្រប់ច្រកល្ហកមានន័យថាចុះតាមមូលដ្ឋានទី2នៅពេលជាមួយគ្នានឹងដែរមានន័យថាយើងប្រកាន់យកយើងហៅថាយើងអនុវត្តវិធានបសុពេទ្យវិធានបសុពេទ្យមានន័យថាសត្វដែលឈឺឬក៏សត្វដែលស្លាប់យើងត្រូវកប់យើងត្រូវរត់យើងត្រូវកំទេចចោលយើងត្រូវបាញ់ថ្នាំសម្លាប់មេរោគយើងបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញកន្លែងនៃកើតហ្នឹងហើយយើងយកវត្ថុភាគយកមកភាគនៅមន្ទីរពិសោធន៍កាលណាយើងរកឃើញថាបញ្ហាសត្វដែលឈឺឬស្លាប់នោះមិនមែនជាជំងឺផ្ដាសាយបាក់សីអញ្ចឹងយើងក៏បន្តតាមដានទៅទៀតប៉ុន្តែបើសិនជាករណីដែលយើងរកឃើញដូចដែលយើងធ្លាប់បានរកឃើញកន្លងមកអញ្ចឹងវិធានការដែលយើងតទៀតមានន័យថាត្រូវហុំព័ទ្ធកន្លែងនោះកម្មវាគឺថា3គីឡូម៉ែត្រមិនឲ្យមានបញ្ហាចលនាសត្វយើងអនុវត្តវិធានបសុពេទ្យហើយសត្វដែលនៅនោះយើងអាចសម្លាប់ចោលដើម្បីកុំឲ្យវាមានការឆ្លងវីរុសបន្តទៅទៀតការផ្ទុះឡើងនៃជំងឺផ្ដាសាយបាក់សីកម្ពុជាបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមួយចំណែកតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលជាតិស៊ើបអង្កេតសុខភាពនិងផលិតកម្មសត្វបង្ហាញថាតូបលក់មាន់នៅក្នុងទីក្រុង 80% និងតូបលក់នៅជនបទ 60% បានផ្អាកការលក់មាន់ទានៅចុងខែកុម្ភៈឆ្នាំ 2005 របាយការណ៍ដដែលនោះក៏បានបង្ហាញដែរថាចំនួនកសិដ្ឋានបាក់សីយកសត្វបានថយចុះគួរឲ្យព្រួយបារម្ភដែលកាលពីឆ្នាំ 2003 មានកសិដ្ឋានចំនួន 108 និងឆ្នាំ 2004 ថយសល់ត្រឹម 92 កសិដ្ឋានប៉ុណ្ណោះតែចំពោះការខាតបង់របស់ប្រជាកសិករនេះតែរាជរដ្ឋាភិបាលមានវិធានការបែបណាខ្លះបាទមកដល់បច្ចុប្បន្នរដ្ឋាភិបាលយើងអត់មានគោលនយោបាយបាទសម្រាប់ធ្វើការជូនបាទសំណងទៅវិញទៅលើការសម្រាប់ចោលនៃសត្វមាន់ទាដែលនៅក្នុងរង្វង់ដែលយើងគិតថាជំងឺផ្ដាសាយបាក់សីនឹងផ្ទុះបាទទៅពេលដែលយើងសម្លាប់បាក់សីនឹងហើយក្រោយពេលដែលយើងពិនិត្យស្រាវជ្រាវឲ្យក្រោយមកប្រកាសថាកន្លែងហ្នឹងអត់មានបញ្ហាអីយើងជួយប្រជាជនយើងជួយជាពូជសត្វយើងជួយជាស្អីផ្សេងដើម្បីឲ្យគាត់អាចនឹងប្រកបជីវភាពរបស់គាត់វិញនៅពេលដែលគាត់បាត់បង់បាទនៅឆ្នាំ 2004 ជំងឺផ្ដាសាយបាក់សីមិនទាន់មានកើតលើមនុស្សទេនៅកម្ពុជាប៉ុន្តែចាប់តាំងពីដើមឆ្នាំ 2005 រហូតដល់ចុងឆ្នាំ 2008 ករណីកើតមានជំងឺនេះលើមនុស្សមានដល់ទៅ 8 នាក់ហើយដែលក្នុងនោះមាន 7 នាក់បានស្លាប់ហើយ1នាក់ទៀតនៅចុងឆ្នាំ 2008 នៅរស់បន្ទាប់ពីឆ្លងជំងឺនេះរួចមកដោយឡែកក្នុងពេលថ្មីៗនេះបន្ទាប់ពីជំងឺគ្រុនផ្ដាសាយបាក់សីហាក់ស្ងប់ស្ងាត់មួយរយៈជំងឺប្រភេទថ្មីដែលប្រជាជនខ្មែរនិយមហៅថាជំងឺផ្ដាសាយជ្រូកបានផ្ទុះឡើងធ្វើឲ្យពិភពលោកព្រួយបារម្ភមុននឹងឆ្លងចូលទៅនិយាយអំពីជំងឺគ្រុនផ្ដាសាយបាក់សីខ្ញុំសូមរំលឹកជូនបន្តិចអំពីជំងឺគ្រុនផ្ដាសាយមនុស្សធម្មតាយើងព្រោះឲ្យជំងឺទាំងពីរនេះមានការតាក់ទងគ្នាហើយមិនថាមានការតាក់ទងគ្នាពីព្រោះមេរោគដែលបង្កបានជាជំងឺគ្រុនផ្ដាសាយបាក់សីហើយនឹងមេរោគដែលបង្កបានជាជំងឺគ្រុនផ្ដាសាយធម្មតាលើមនុស្សយើងគឺវាស្ថិតនៅក្នុងក្រុមប្រភេទជាមួយគ្នាព្រោះអីមេរោគដែលបង្កបានជំងឺផ្ដាសាយនេះគេបែងចែកទៅជា3ប្រភេទគឺ A ប្រភេទ A ប្រភេទ B និងប្រភេទ C ហើយមេរោគដែលបង្កជាជំងឺគ្រុនផ្ដាសាយបាក់សីនិងគ្រុនផ្ដាសាយមនុស្សនេះវាស្ថិតនៅក្រុមប្រភេទ A ជាមួយគ្នាប៉ុន្តែវាគ្រាន់តែវាស្ថិតនៅវាចែកបែងចែកចេញដូចជាអនុប្រភេទផ្សេងគ្នាដូចជាមេរោគដែលបង្កជាជំងឺគ្រុនផ្ដាសាយបាក់សីគឺវាស្ថិតនៅក្នុងអនុប្រភេទ H5N1 ប៉ុន្តែមេរោគដែលបង្កើតបានជាគ្រុនផ្ដាសាយមនុស្សយ៉ាងធម្មតាគឺស្ថិតក្នុងប្រភេទH1N1 និងអនុប្រភេទ H1N1 និងអនុប្រភេទ H3N2 ហើយហេតុអីបានខ្ញុំលើកយកអំពីជំងឺគ្រុនផ្ដាសាយមនុស្សនោះមកនិយាយពីព្រោះក្នុងរយៈពេល100ឆ្នាំកន្លងមកចុងក្រោយនេះគេនឹងឃើញប្រវត្តិនៃជំងឺគ្រុនផ្ដាសាយលើមនុស្សយើងហ្នឹងគឺពពួកអនុប្រភេទ H1N1 និង H3N2 នឹងឯងវាធ្វើឲ្យបង្កើតបានទៅជាការចម្លងរាលដាលរាតត្បាតដែលមានលក្ខណៈជាសកលគេបានថាពេលហ្នឹងការចម្លងមានភាពខ្លាំងក្លាពីមនុស្សទៅមនុស្សភ្លាមតែម្ដងហើយការរាតត្បាតមានលក្ខណៈធំធេងច្រើនប្រទេសនៅក្នុងពិភពលោកតែម្ដងណាការផ្ទុះរាលដាលលក្ខណៈជាសកលអញ្ចឹង3លើកមកហើយទាំងក្នុង100ឆ្នាំចុងក្រោយហ្នឹងដែលមកលើសម្រាប់នៅរាប់លានអ្នកអញ្ចឹងមានការភ័យខ្លាចនៅពេលដែលគេឃើញថាមេរោគគ្រុនផ្ដាសាយបាក់សីហ្នឹងវា
ឆ្លងពីសត្វនៅមនុស្សហ្នឹងវាអាចនឹងបង្កើតខ្លាយទៅជាភ្នាក់ងារដែលបង្កខ្លាយទៅជាការផ្ទុះរាលដាលរាតត្បាតលក្ខណៈជាសកលដូចមុនយ៉ាងដែរដោយសារតែមិនបានទទួលព័ត៌មានច្បាស់ប្រជាជនខ្មែរមួយចំនួនបានកាត់បន្ថយការបរិភោគសាច់ជ្រូកដែលធ្វើឲ្យមានផលប៉ះពាល់តិចតួចដល់អាជីវករដែលលក់ដូរសាច់ជ្រូកនៅពេលដែលមានបញ្ហាហ្នឹងគឺថាប្រជាជនមានការខ្លាចរអាពីព្រោះគាត់ដែលប្រជាជនយើងនិយមបរិភោគសាច់ជ្រូកអញ្ចឹងការបរិភោគមានការថយចុះថែមលើពីហ្នឹងទៀតគឺថាតម្លៃជ្រូករស់ហ្នឹងក៏ចុះថោកដែរពីព្រោះអ្នកដែលបរិភោគហ្នឹងមានការបារម្ភមិនសូវទទួលទានអញ្ចឹងតម្លៃជ្រូករស់ក៏ចុះថោកអញ្ចឹងប៉ះពាល់ដល់គាត់មួយរយៈដែរក៏ប៉ុន្តែយើងព្យាយាមបញ្ជូនមន្ត្រីរបស់យើងចុះទៅដើម្បីពន្យល់ដល់បងប្អូនប្រជាជនយើងទាំងអស់ថាអត់មានបញ្ហាទេបន្តហូបសាច់នឹងទៅទៀតក៏ប៉ុន្តែយើងត្រូវយកវិធានអនាម័យយកតែសាច់ជ្រូកទៅចម្អិនឆ្អិនសម្អាតខ្លួនប្រាណនេះឡើងទៅផ្ដាសាយជ្រូកដែលត្រូវវិជ្ជបណ្ឌិតអង្គការសុខភាពពិភពលោកកំណត់ឲ្យហៅឈ្មោះថ្មីថាជំងឺគ្រុនផ្ដាសាយប្រភេទថ្មី AH1N1 ដែលជាជំងឺផ្ដាសាយម្យ៉ាងអាចបណ្ដាលឲ្យមនុស្សស្លាប់ក្នុងរយៈពេលខ្លីប៉ុន្តែជំងឺនេះត្រូវវិជ្ជបណ្ឌិតរូបនេះបញ្ជាក់ថាมันមានលក្ខណៈកាចសាហាវដូចជំងឺផ្ដាសាយបក្សីទេហើយលោកក៏បានអះអាងថាប្រទេសកម្ពុជាមិនទាន់មានលេខចេញសញ្ញាណាមួយដែលគួរឲ្យព្រួយបារម្ភចំពោះមេរោគថ្មីនេះទេBoth of these diseases, both bird flu and also influenza A H1N1, are diseases that are in many countries at the moment. And just to clarify, WHO doesn't like using the phrase swine flu because it gives the impression that this is an influenza which comes from pigs. But the reality is that by far the majority of cases are happening from human to human, which is why we would like to call it AH1N1. យោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកក្នុងពេលថ្មីៗនេះបានប្រកាសថាជំងឺផ្ដាសាយប្រភេទថ្មី AH1N1 បានរីករាលដាលដល់ដំណាក់កាលទី6ដោយឡែកនៅប្រទេសថៃអ្នកដែលឆ្លងជំងឺផ្ដាសាយប្រភេទ AH1N1 បានកើនឡើងជាច្រើនរយនាក់ដែលតួលេខនេះបានបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងការពារជំងឺផ្ដាសាយប្រភេទនេះនៅឡើយទេការកត់សម្គាល់តែមួយគឺអ្នកទាំងឡាយណាដែលមានសញ្ញាក្តៅខ្លួនលើសពី38អង្សាសេគួរនៅផ្ទះជៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកកកនិងទំនាក់ទំនងទៅក្រសួងសុខាភិបាលតាមទូរស័ព្ទលេខ012 488 981ឬ089 669 567លោកវិជ្ជបណ្ឌិតបន្ទាប់ពីមានត្រៀមលក្ខណៈអស់មួយរយៈកាលកន្លងមកនេះទីបំផុតប្រទេសរបស់យើងក៏កើតមានករណីមេរោគ AH1N1 នេះកើតឡើងដូច្នេះតើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធទាំងឡាយមានវិធានការយ៉ាងដូចម្តេចដែរដើម្បីទប់ស្កាត់ការរាលដាលព្រោះថានេះក៏ជាការមួយដែលយើងបារម្ភដែរមានប្រទេសខ្លះដំបូងទើបតែកើត2 3ករណីទេហើយភ្លាមនោះស្រាប់តែរាលដាលដល់ទៅជាច្រើនរយករណីតាមពិតទៅការត្រៀមរបស់យើងគឺយើងបានធ្វើកន្លងមកយូរក្រែលដែរហើយចាប់តាំងពីយើងមានការផ្ទុះនៃជំងឺផ្ដាសាយបក្សីបាទដូច្នេះយើងមានការរៀបចំពង្រឹងនៅប្រព័ន្ធតាមដានជំងឺឆ្លងបាទពង្រឹងនៅក្រុមឆ្លើយតបបន្ទាន់បាទដែលយើងមានវត្តមានទូទាំងប្រទេសយើងមានពង្រឹងក្រុមមន្ទីរពេទ្យបាទដើម្បីព្យាបាលជំងឺនេះហើយយើងក៏បានពង្រឹងនៅសមត្ថភាពមន្ទីរពិសោធន៍បាទដើម្បីធ្វើយ៉ាងម៉េចឲ្យការធ្វើតេស្តនៃមេរោគបាទផ្ដាសាយហ្នឹងឲ្យបានរហ័សទាន់ពេលវេលាហើយនឹងប្រកបដោយសុក្រិតក្រសួងសុខាភិបាលបានទុកមន្ទីរពេទ្យកាឡាម៉ែតដើម្បីដាក់អ្នកជំងឺដែលកើតមានជំងឺផ្ដាសាយនេះដាច់ដោយឡែកបើសិនបើជំងឺនេះផ្ទុះឡើងតើយើងអាចមានទីកន្លែងណាផ្សេងទៀតដើម្បីដាក់អ្នកជំងឺដាច់ដោយឡែកតាមពិតយើងមានផែនការបាទក្នុងមន្ទីរពេទ្យមួយដែលយើងដាក់ដោយឡែកហ្នឹងយើងមានឥឡូវនេះយើងមាន5កន្លែងបាទទី1គឺមន្ទីរពេទ្យកាឡាម៉ែតមន្ទីរពេទ្យខេត្តសៀមរាបមន្ទីរពេទ្យខេត្តស្ទឹងត្រែងមន្ទីរពេទ្យខេត្តកំពតហើយនិងមន្ទីរពេទ្យខេត្តកំពង់ចាមបាទទាំង5ហ្នឹងហើយក្នុងមន្ទីរពេទ្យមួយយើងមានផែនការថាតើបើសិនជាកើនចំនួនករណីហ្នឹងតើយើងទៅពង្រីកបាទទៅដាក់ជំងឺនៅកន្លែងណាខ្លះហើយដោយសារបច្ចុប្បន្នហ្នឹងយើងមាន
ជំងឺនេះនៅក្នុងប្រទេសកម្ពុជាយើងគឺថាយើងនឹងអាចបន្តពង្រីកបាទដើម្បីមន្ទីរពេទ្យដទៃទៀតបាទដើម្បីយើងអាចត្រៀមលក្ខណៈឲ្យបានកាន់តែប្រសើរតាមខេត្តផ្សេងៗបាទខណ្ឌសេតដទៃទៀតបាទចាយើងដឹងហើយថានៅបទយកាលោកវិជ្ជបណ្ឌិតក៏បានមានប្រសាសន៍ពីខាងដើមដែរថាបើប្រៀបធៀបជាមួយនឹងជំងឺផ្ដាសាយបាក់សីគឺជំងឺ H1N1 ហ្នឹងគឺមានភាពធូរស្រាលទេក៏ប៉ុន្តែយើងសង្កេតឃើញថាការរាលដាលនៃជំងឺនេះគ្រាន់តែប្រហែលខែសោះធ្វើឲ្យអ្នកជំងឺដល់ទៅជាង200អ្នកស្លាប់តើលោកវិជ្ជបណ្ឌិតមានការពន្យល់យ៉ាងណាដែរបាទបើសិនជាយើងគិតទៅលើចំនួនករណីស្លាប់ប្រៀបធៀបជាមួយនឹងករណីដែលឈឺហ្នឹងគឺថាបច្ចុប្បន្នហ្នឹងគឺថាអ្នកឈឺរហូតថ្ងៃនេះគឺថ្ងៃដែលខ្ញុំសម្ភាសហ្នឹងគឺអ្នកដែលឈឺហ្នឹងគឺចំនួនជាង 50,000 នាក់បាទដែលស្លាប់ហ្នឹងគឺ230 ផ្លែអ្នកដូច្នេះបើសិនយើងនិយាយពីអត្រាស្លាប់ប្រៀបធៀបជាមួយនឹងជំងឺដទៃហ្នឹងគឺទាបណាស់បាទទាបណាស់បាទមានតែ0.0បាទ0ដល់ទៀតបាទមានអត្រាស្លាប់ទាបហើយអ្នកដែលឈឺដែលវិវត្តទៅធ្ងន់ធ្ងរឬស្លាប់ហ្នឹងគឺច្រើនតែអ្នកដែលមានរោគរ៉ាំរ៉ៃនៅក្នុងខ្លួនបាទដូចជាមានជំងឺទឹកនោមផ្អែមឬមួយក៏អ្នកមានផ្ទៃពោះបាទអ្នកដែលមានជំងឺហឺតបាទនឹងរ៉ាំរ៉ៃដទៃទៀតដូច្នេះគឺថាបងប្អូនដែលគាត់មានជំងឺទាំងនេះបាទគួរតែមានការប្រុងប្រយ័ត្នឲ្យខ្ពស់ដូច្នេះការអនុវត្តរបស់ប្រជាពលរដ្ឋគឺថាការធ្វើអនាម័យបាទខ្លួនប្រាណបាទជាមូលដ្ឋានហ្នឹងគឺថាអាចបង្ការឬមួយក៏អាចបន្ថយភាពធ្ងន់ធ្ងរនៃជំងឺនឹងបាននៅក្នុងឱកាសដែលមេរោគ H1N1 កំពុងតែរាលដាលយ៉ាងពេញទំហឹងនៅលើពិភពលោកហ្នឹងតើអាចធ្វើឲ្យយើងភ្លេចអំពីជំងឺផ្ដាសាយបាក់សីដែរឬទេឬមួយក៏យើងនៅតែទប់ស្កាត់នៅតែប្រុងប្រយ័ត្នដែរបាទរហូតម៉ោងនេះគឺថាក្រសួងសុខាភិបាលគឺថាពុំទាន់ភ្លេចប្រព័ន្ធពិតមែនយើងមានខិតខំពង្រឹងប្រព័ន្ធការតាមដានរុករោគនៃជំងឺផ្ដាសាយថ្មីនេះ A-H1N1 នេះក៏យើងនៅតែបន្តបាទធ្វើការតាមដាននៅជំងឺផ្ដាសាយបាក់សីក៏ដូចជាជំងឺផ្សេងៗទៀតដែរមួយចំនួនធំបាទយើងមិនដែលភ្លេចទេហើយបច្ចុប្បន្ននេះពិតមែនតែជំងឺនេះគឺថាមានការស្រាល H1N1 ហ្នឹងប៉ុន្តែវាអាចបាទបើសិនជាជំងឺនេះវាអាចផ្គុំជាមួយនឹងមេរោគដូចជាផ្ដាសាយបាក់សីហ្នឹងបាទគឺថាវាអាចវិវត្តទៅមួយដែលធ្ងន់ធ្ងរទៅពេលអនាគតហើយដូច្នេះហើយគឺថាការត្រៀមលក្ខណៈហ្នឹងគឺថាក្រសួងសុខាភិបាលគឺថានៅត្រៀមជាប់ជានិច្ចក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះគឺថាបងប្អូនប្រជាពលរដ្ឋបាទគួរតែយល់ដឹងអំពីនៅការបង្ការជាមូលដ្ឋានដូចបាទខ្ញុំបានជម្រាបខាងដើមអញ្ចឹងគឺថាបើសិនយើងអនុវត្តនឹងឲ្យបានល្អហ្នឹងគឺថាយើងមិនត្រឹមតែបង្ការជំងឺផ្ដាសាយថ្មីនឹងទេយើងអាចបង្ការជំងឺផ្សេងទៀតបាទដែលអាចមកទៅអនាគតបាទបន្តទៅទៀតបានចាសូមអរគុណហើយជាបន្តទៀតនេះនាងខ្ញុំសូមអញ្ជើញលោកវិជ្ជបណ្ឌិតនិងទូតទស្សនិកជនតាមដានបទយការបស់យើងជាបន្តទៀតការរីករាលដាលដ៏គួរឲ្យព្រួយបារម្ភរបស់ជំងឺគ្រុនផ្ដាសាយបាក់សី H5N1 ដែលឆ្លងពីបាក់សីទៅមនុស្សនិងការរីករាលដាលរបស់ជំងឺគ្រុនផ្ដាសាយប្រភេទថ្មី AH1N1 ដែលឆ្លងពីសត្វជ្រូកទៅមនុស្សនិងបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតហាក់ធ្វើឲ្យសកលលោកស្ថិតក្នុងសង្គ្រាមត្រជាក់មួយការផ្ទុះឡើងនេះប្រជាជនភាគច្រើនមានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងតែងគិតថាកម្ពុជាមិនមានទីកន្លែងសម្រាប់វិភាគរោគមេរោគដែលបានកើតឡើងថ្មីនេះប៉ុន្តែពួកគាត់បានមើលរំលងពីទួលនីតិដ៏សំខាន់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាស្ថានប៉ាស្ទ័រយើងនេះជាពិសេសផ្នែកវីរុសសាសដែលមានសហប្រតិបត្តិការជាមួយនឹងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅក្រសួងសុខាភិបាលគឺយើងមកតែតែងតាំងខ្លាយទៅជាមជ្ឈមណ្ឌលជាតិប្រឆាំងនឹងជំងឺផ្ដាសាយគ្រុនផ្ដាសាយនៅឆ្នាំ2006ខែ8គឺយើងត្រូវបានតែងតាំងទៅជាមជ្ឈមណ្ឌលជាតិប្រឆាំងនឹងគ្រុនផ្ដាសាយនេះបានន័យថាម៉េចបានន័យថាយើងមានលទ្ធភាពសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញលក្ខខណ្ឌដើម្បីអាចក្លាយទៅជាមជ្ឈមណ្ឌលជាតិប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយនេះគឺមន្ទីរពិសោធន៍របស់យើងគឺមានលក្ខណៈផាកផែទៅនឹងមន្ទីរពិសោធន៍ទំនើបនានានៅលើពិភពលោកយើងនេះគឺថាយើងបំពាក់ទៅដោយឧបករណ៍ទំនើបហើយជាពិសេសការអនុវត្តការងារនៅក្នុងមន្ទីរពិសោធន៍របស់យើងគឺមានលក្ខណៈស្តង់ដារអន្តរជាតិន័យថាក្នុងការធ្វើទីដូចជានៅក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺគ្រុនផ្ដាសាយបាក់សីឬក៏ដូចជាទៅលើជំងឺគ្រុនផ្ដាសាយដែលបណ្ដាលមកពីអនុប្រភេទថ្មី H5N1 នេះ
គឺយើងប្រើឧបករណ៍ទំនើបដែលជានេះឈ្មោះថា PCR គឺជាម៉ាស៊ីនមួយដែលមានលទ្ធភាពអាចនឹងធ្វើមានសភាពខ្ពស់ណាស់នៅក្នុងការធ្វើរោគវិនិច្ឆ័យរោគមេរោគនៃជំងឺគ្រុនផ្ដាសាយទាំងនេះវិទ្យាស្ថានជាតិ Pasteur បានបង្កើតនៅឆ្នាំ 1995 ដោយឡែកសម្រាប់បន្ទីពិសោធន៍វីរុសសាសបានបើកឲ្យដំណើរការនៅឆ្នាំ 1996 ក្នុងគោលបំណងវិភាគនិងពិសោធន៍រោគមេរោគប្រភេទវីរុសផ្សេងៗនៅក្នុងប្រទេសកម្ពុជាដែលបង្កជាជំងឺបណ្ដាលមកពីវីរុសដូចជាជំងឺគ្រុនផ្ដាសាយតាមរដូវនៅលើមនុស្សជំងឺគ្រុនផ្ដាសាយបក្សីជំងឺគ្រុនផ្ដាសាយប្រភេទថ្មី AH1N1 ជំងឺវីរុសលើផ្លូវដង្ហើមជំងឺគ្រុនឈាមជំងឺអេដបរិបទនៅក្នុងកន្លែងការងារវិទ្យាស្ថាននេះបានរៀបចំតាមស្តង់ដារអន្តរជាតិរួមទាំងមន្ត្រីបម្រើការងារមានជំនាញច្បាស់លាស់និងបច្ចេកទេសខ្ពស់ដែលអាចធានាបានពីលទ្ធផលល្អច្បាស់លាស់យ៉ាងរហ័សនិងធានាយ៉ាងខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួននិងប្រជាជននៅមជ្ឈដ្ឋានខាងក្រៅប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាជនគឺមន្ទីរពិសោធន៍នេះស្ថិតនៅកណ្ដាលទីក្រុងតែអាចនឹងមានការឆ្លោះឆ្លួយណាមួយដែលអាចបង្កឲ្យមេរោគសាយភាយនៅទីប្រជុំជនដែរឬទេ Well, different countries have got different laws with regards to where the labs might or might not be. But my understanding is that most of the labs actually are in city centers. Pasteur has got a very high safety level, a safety level which is at international level. So it would be unlikely that there might be an accident there, where there might be a release of any virus. Also, most of the very risky, very dangerous work which is done on the virus actually done is done in an even higher safety lab within the Pasteur, which makes it actually even more difficult for the possibility of an accident to happen. In that sense, I don't think Pasteur is in any way different to other relevant labs in other countries who are working on the influenza virus. ទីផ្សាររបស់យើងមានលក្ខណៈស្តង់ដារអន្តរជាតិដូច្នេះយើងគិតគូរខ្ពស់ណាស់អំពីសុវត្ថិភាពរបស់អ្នកបុគ្គលិករបស់យើងហើយផងក៏គិតផងដែរអំពីសុវត្ថិភាពនៅខាងមជ្ឈដ្ឋានខាងក្រៅនិងជាជនរស់នៅខាងក្រៅទីពិសោធន៍គឺយើងក៏មានផងដែរនៅបន្ទប់ពិសោធន៍ដែលមានសុវត្ថិភាពកម្រិត2និងកម្រិត3ដែលគេសង់ឡើងគឺសម្រាប់តែណាធ្វើការងារជាមួយនឹងពពួកមេរោគដែលមានគ្រោះថ្នាក់ទាំងនេះយើងដឹងថាយើងប្រឈមមុខទៅនឹងគ្រោះថ្នាក់ក៏ប៉ុន្តែយើងមានទំនុកចិត្តទាំងស្រុងថាបុគ្គលិកយើងត្រូវបានការពារយ៉ាងគត់មុតមជ្ឈដ្ឋានខាងក្រៅនិងប្រជាជននៅខាងក្រៅក៏ត្រូវបានការពារឲ្យបានល្អជៀសវាងផុតពីគ្រោះថ្នាក់ទាំងនេះបន្ទប់ពិសោធន៍បានចែកចេញជា3ដំណាក់កាលដោយមានការវិភាគមេរោគទៅតាមដំណាក់កាលនីមួយៗហើយមន្ត្រីបម្រើការត្រូវកំណត់ឲ្យប្រើប្រាស់ឧបករណ៍ដើម្បីការពារសុវត្ថិភាពដូចជាការពាក់ម៉ាស់មួកវ៉ែនតាស្រោមដៃនិងសម្លៀកបំពាក់ការពារមុននឹងចូលទៅក្នុងបន្ទប់ពិសោធន៍នីមួយៗបុគ្គលិកត្រូវមានការឆ្លងកាត់ការត្រួតពិនិត្យកាតនិងស្នាមក្រយ៉ៅម្រាមដៃជាដើមជំងឺផ្ដាសាយមានតាក់ទងនឹងផ្លូវដង្ហើមយើងយកច្រមុះហើយនឹងបំពង់កត្បាយកច្រមុះហើយនឹងបំពង់កមានអ្នកជំងឺខ្លះធ្ងន់យើងបូមយកទឹកពីក្នុងសួតមកទឹកសួតធម្មតាវត្ថុវិភាគយកមកយើងមិនអាចយកឈាមទាំងអស់ហ្នឹងយកមកធ្វើហ្មងទេដូច្នេះយើងត្រូវមកបំលែងវាឲ្យទៅជា ADN ឬ ADN ស្រេចនៅលើប្រភេទរបស់វីរុសខ្លះដូច ADN វីរុសខ្លះ ARN ដូច្នេះវីរុសរបស់ផ្ដាសាយគឺប្រភេទ ARN ចេញពីនេះហើយដូច្នេះបានន័យថាអត់មានឆ្លងទៀតទេយើងបានជា ARN ឬ ADN ដូច្នេះយើងយកមកមានដាក់រយៈទីវាតាមប្រភេទដែលវីរុសដែលយើងចង់រកយើងធ្វើយ៉ាងម៉េចដើម្បីថែសុវត្ថិភាពកុំឲ្យវីរុសនេះវាទៅខ្យល់ខ្ចាយណាគឺវីរុសទាំងអស់ដែលយើងរកឃើញដែលយើងមិនដោះបានច្រើនហ្នឹងគឺត្រូវបានរក្សាទុកយ៉ាងគត់មុតនៅក្នុងទូទឹកកកដក80អង្សាសេហើយដែលទូទឹកកកស្ថិតនៅក្នុងថែរក្សាទុកនៅក្នុងបន្ទប់ពិសោធន៍មានសុវត្ថិភាពកម្រិត3ហ្នឹងយើងឲ្យច្បាស់ថាអ្វីដែលយកចូលទៅក្នុងបន្ទប់ពិសោធន៍កម្រិត3ហ្នឹងពេលចេញមកវិញគឺត្រូវតែសម្លាប់មេរោគទាំងអស់ការផ្ទុះឡើងនៃជំងឺគ្រុនផ្ដាសាយបក្សីនិងជំងឺគ្រុនផ្ដាសាយប្រភេទថ្មី AH1N1 គឺជាហានិភ័យមួយសម្រាប់ពិភពលោកក៏ដូចជាប្រទេសកម្ពុជាដែរ
ថ្មីត្បិតតែមានការធានាអះអាងពីការចូលរួមទាំងមជ្ឈដ្ឋានរដ្ឋអង្គការសង្គមស៊ីវិលនិងមជ្ឈដ្ឋានពាក់ព័ន្ធមួយចំនួនទៀតក៏ដោយថាជំងឺទាំងនេះមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរទេទៅលើសុខភាពសាធារណៈនិងត្រូវបានការពារទប់ស្កាត់យ៉ាងល្អនៅប្រទេសកម្ពុជាយើងប៉ុន្តែការព្រួយបារម្ភនៅតែកើតលើប្រជាជនខ្មែរដោយសារតែរយៈកាលកន្លងមកការរឹតបន្តឹងលើករណីណាមួយតែមានរយៈពេលខ្លីដូច្នេះហើយប្រជាជនមួយចំនួនបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាសូមឲ្យមានវិធានការជាក់លាក់និងជានិរន្តរ៍លោកវិជ្ជបណ្ឌិតនៅក្នុងការវិភាគស្វែងរកមេរោគឆ្លងផ្សេងនោះមនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជាយើងច្រើនតែផ្ដោតទៅលើវិទ្យាស្ថាន Pasteur ថាជាវិទ្យាស្ថានដែលមានមន្ទីរពិសោធន៍មានសមត្ថភាពខ្ពស់ប៉ុន្តែបើតាមការពិតវិញក្រៅពីវិទ្យាស្ថាននេះតើយើងមានមន្ទីរពិសោធន៍ណាផ្សេងទៀតទេដែលមានសមត្ថភាពខ្ពស់បែបនេះដែរបាទសូមអរគុណបាទវិទ្យាស្ថាន Pasteur នេះគឺថាជាវិទ្យាស្ថានមួយដែលចាត់ទុកដោយក្រសួងសុខាភិបាលនិងក៏ដោយទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកចាត់ទុកថាជាមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺផ្ដាសាយបាទដូច្នេះជាវិទ្យាស្ថានមួយដែលមានសមត្ថភាពខ្ពស់បាទក្នុងការធ្វើគ្រប់រោគនៅមេរោគក្រៅពីនោះក្រសួងសុខាភិបាលបានខិតខំបាទរៀបចំនៅមន្ទីរពិសោធន៍ជំនួយ2ទៀតបាទនៅថ្នាក់ជាតិនេះគឺស្ថិតនៅក្រោមវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈពីទៀតដែលក្នុងករណីបើសិនយើងមានវត្ថុភាពមកច្រើនបាទដូច្នេះក្នុងករណីដែលវិទ្យាស្ថានហ្នឹងគឺថាការសមត្ថភាពនឹងមានកម្រិតហ្នឹងយើងអាចយកទៅធ្វើតេស្តនៅ2ថែមទៀតជាជំនួយបាទចាវិទ្យាស្ថានមន្ទីរពិសោធន៍2ទៀតហ្នឹងគឺនៅក្នុងរាជធានីភ្នំពេញយើងបាទនៅក្នុងរាជធានីភ្នំពេញយើងក្នុងថ្នាក់ជាតិបាទប្រសិនបើជាមានជំងឺផ្ទុះកើតឡើងដូចជាH1N1 ឬក៏ជំងឺផ្ដាសាយបាក់សីនៅឯខេត្តវិញតើយើងមានវិធានការយ៉ាងដូចម្តេចដែរព្រោះនៅឆ្ងាយពីមន្ទីរពិសោធន៍ដើម្បីឲ្យធ្វើការវិភាគរបស់យើងតាន់ពេលវេលាដូចខ្ញុំបាទជំរាបខាងដើមហ្នឹងគឺថាក្រសួងសុខាភិបាលបានបង្កើតក្រុមដែលមានវត្តមានទូទាំងប្រទេសហ្នឹងគឺថាក្រុមឆ្លើយតបបន្ទាន់បាទដែលជាក្រុមមួយគឺថាគាត់ធ្វើការមិនមានថ្ងៃសម្រាប់ឬថ្ងៃយប់ទេគឺថាពេលណាកន្លែងណាក៏ដោយឲ្យតែមានការរាតត្បាតឬមួយក៏សង្ស័យករណីហ្នឹងគឺតែតែគាត់ចោះធ្វើការជាបន្ទាន់ហើយយកវត្ថុវិភាគបាទយកមកពិនិត្យផ្ញើមកធ្វើការពិនិត្យឯថ្នាក់ជាតិនេះហើយក្រសួងសុខាភិបាលបានផ្គត់ផ្គង់ទៅក្រុមគាត់ហ្នឹងដោយមានការបណ្ដុះបណ្ដាលបាទជំនាញជូនដល់គាត់ផ្គត់ផ្គង់នៅសម្ភារៈការពារឱសថក៏ដូចជាមន្ទីរពិសោធន៍បាទជូនដល់គាត់ឲ្យផ្គត់ផ្គង់នៅសម្ភារៈទាំងអស់ដែលមានវត្តមាននៅទូទាំងប្រទេសបាទហើយអាចផ្ញើមកហ្នឹងគឺថាយើងអាចតាមដកពិសោធន៍កន្លងមកហ្នឹងគឺថាយើងអាចដឹងលទ្ធផលពីកំឡុងពេលនៃការផ្ញើរហូតដល់ដឹងលទ្ធផលគឺថាតិចជាង24ម៉ោងបាទបើតាមព័ត៌មានទាំងឡាយដែលផ្សព្វផ្សាយទាំងព័ត៌មានពីអន្តរជាតិទាំងនៅក្នុងប្រទេសយើងឃើញថាអង្គការសុខភាពពិភពលោកអ្នកជំនាញខាងផ្នែកអង្គការសុខភាពពិភពលោកនោះបាននិយាយថាជំងឺគ្រុនផ្ដាសាយ H1N1 ហ្នឹងគឺអាចព្យាបាលដោយថ្នាំ Tamiflu នេះខ្ញុំសូមជម្រាបសួរលោកវិជ្ជបណ្ឌិតថាតើសប្តាហ៍នេះនៅក្នុងប្រទេសកម្ពុជាយើងថ្នាំ Tamiflu នេះមាននៅក្នុងស្តុកដែរទេបាទយើងមានឱសថនេះបាទយើងមានថ្នាំនេះនៅឯថ្នាក់ជាតិបាទស្តុកឯថ្នាក់ជាតិនិងមានថ្នាំឱសថនេះគឺថានៅឯគ្រប់ខេត្តក្រុងទាំងអស់បាទហើយយើងក៏មាននៅគម្រោងផែនការមួយក្នុងករណីបើសិនជាមានផ្ទុះឬមួយក៏មានការជំងឺនៅច្រើននៅឯថ្នាក់ខេត្តណាមួយហ្នឹងគឺយើងមាននៅយន្តការដ៏ងាយស្រួលមួយដែលមានផែនការស្រាប់ហ្នឹងគឺថាអាចយកដឹកជញ្ជូននៅឱសថទាំងនោះនិងសម្ភារៈដែលតម្រូវការទាំងនោះពីថ្នាក់ជាតិជូនដល់ថ្នាក់ខេត្តឲ្យទាន់ពេលវេលាចា៎បើតាមបទពិសោធន៍របស់លោកវិជ្ជបណ្ឌិតតើចំនួនថ្នាំដែលយើងមាននៅក្នុងស្តុកនោះបើសិនជាមានការផ្ទុះមេរោគនេះកើតឡើងតើវាគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋយើងដែរទេខ្ញុំគិតថាក្នុងដំណាក់កាលដំបូងនេះគឺថាយើងមានឱសថគ្រប់គ្រាន់បាទគ្រប់គ្រាន់ដោយហេតុថាដូចខ្ញុំបាទជំរាបខាងដើមដែរថាជំងឺនេះយើងមិនព្យាបាលលើគ្រប់ករណីទាំងអស់ទេគឺថាចំពោះប្រជាពលរដ្ឋណាដែលអ្នកជំងឺណាដែលគាត់មានស្រាលបាទមានស្រាលហ្នឹងគឺថាអាចព្យាបាលនៅផ្ទះបានដោយឱសថធម្មតាដោយការបរិភោគឬមួយក៏ការធ្វើនៅស្នាក់គេនឹងឲ្យបានច្រើនអញ្ចឹងទៅផឹកទឹកឲ្យបានច្រើនហ្នឹងហើយនឹងប្រើឱសថបញ្ចុះកម្ដៅគឺជាការគ្រប់គ្រាន់ហើយគឺយើងប្រើប្រាស់ឱសថនេះសម្រាប់តែអ្នកជំងឺណាដែល
គាត់វិវត្តទៅវាធ្ងន់ធ្ងរបាទដូចជាមានរោគសញ្ញាហត់បាទចេញរោគសញ្ញាហត់ឬមួយក៏ពិបាកដកដង្ហើមឬមួយគាត់មិនអាចបរិភោគអ្វីបាននោះឬមួយគាត់មានភាពលហិតហើយខ្លាំងដែលតម្រូវឲ្យព្យាបាលបញ្ជូនទៅមន្ទីរពេទ្យហ្នឹងយើងបញ្ជូនឲ្យយើងធ្វើការព្យាបាលបាទតើតើទៅនឹងថ្នាំវ៉ាក់សាំងដែលសម្រាប់បង្ការមេរោគនេះយើងក៏បានធ្លាប់ឮអង្គការសុខភាពពិភពលោកប្រកាសដែរថានឹងផ្ដល់ឲ្យប្រទេសក្រីក្រនិងប្រទេសអភិវឌ្ឍកំពុងអភិវឌ្ឍណាដែលមិនអាចផលិតវ៉ាក់សាំងនេះបានតើប្រទេសយើងនឹងអាចទទួលវ៉ាក់សាំងនេះដែរទេលោកវិជ្ជបណ្ឌិតបាទបច្ចុប្បន្ននេះដោយសារមេរោគនេះគឺជាមេរោគថ្មីបាទដែលយើងទៅតែកើតមានកាលពីខែ4បាទធម្មតាគឺថាពីថ្ងៃរកឃើញនៃអត្តសញ្ញាណនៃមេរោគនេះពិតប្រាកដរហូតដល់ទៅផលិតជាវ៉ាក់សាំងនោះគឺថាយើងតម្រូវការពេលវេលាហ្នឹងប្រហែលជា4ទៅ6ខែបន្តទៀតហើយក្រសួងសុខាភិបាលមានផែនការបាទដើម្បីសំណើសុំបាទផ្ដល់ជំនួយហ្នឹងវ៉ាក់សាំងហ្នឹងដើម្បីផ្គត់ផ្គង់ក្នុងការប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋកម្ពុជាយើងដែរបាទសម្រាប់អរគុណចំពោះការបកស្រាយរបស់លោកវិជ្ជបណ្ឌិត